បាទជំរាបសួរបងប្អូនអរគ្នាអញ្ចឹងសម្រាប់រថយន្ត2គ្រឿងនេះបងប្អូនគឺជាប្រភេទរថយន្ត SUV លក្ខណៈគ្រួសារ7កៅអីដូចគ្នាបាទ Ford Everest ដូចគ្នាបាទហើយតម្លៃក៏ដូចគ្នាដែរត្រឹមតែ$69,900ទេគាត់ថាមួយគឺជា Platinum មួយគឺ Titanium បាទទី1នេះគឺ Titanium បាទខាងនោះ Platinum អញ្ចឹងប្រភេទម៉ាស៊ីនបន្សុទ្ធដូចគ្នាគាត់ថា Titanium នេះប្រភេទម៉ាស៊ីនបន្សុទ្ធ 2.0 បាយតាក់បូប្រអប់លេខ10លេខពន្ធភ្លើង20,000បងប្អូននិយាយពីរូបរាងប៉ិនគ្នាកម្ពស់កពោបាទទំហំអីគឺតែមួយទេបងប្អូនគាត់ថាខុសការ design តិចតួចបាទផ្នែកខាងក្នុងផ្នែកខាងក្រៅអីចឹងណាបាទបងប្អូននេះមកសុទ្ធយ៉ាន់កង់គេ20អ៊ីងបាទខាងក្នុងអីធំទូលាយដូចគ្នាបងប្អូន stop LED ខាងក្រោយនេះគឺមានគេហៅថាអក្សរ Titanium បាទ sensor មុខ4 sensor ក្រោយ4កាមេរ៉ា360ដូចគ្នាបាទខាងក្រោយរបស់ Platinum គឺគេបាទដាប់ជាមួយនឹងអក្សរ Platinum sensor មុខ4ក្រោយ4កាមេរ៉ា360ខាងក្រោយនេះក៏អី3ជួរដូចគ្នាបងប្អូនកៅ3ជួរដូចគ្នាបងប្អូនស្រឡាញ់មួយណាជាងដែរបាទ Platinum ម៉ាស៊ីន6 3.0 V6 ប្រអប់លេខ10លេខបាទគាត់ថាពន្ធភ្លើង Platinum 1,60,000 Titanium 20,000បាទអញ្ចឹងសម្រាប់ជម្រើសពីរនេះតម្លៃប៉ុនគ្នាបងប្អូនចង់បានការសន្សំចៃបាទច្រើនទេបងប្អូនអាចពិចារណា Titanium បើបងប្អូនចង់បាន performance ស្ទុះខ្លាំងបាទគងឡើងជន់ឡើងគឺ Platinum បាទប្រភេទម៉ាស៊ីនបន្សុទ្ធដូចគ្នាបាទយ៉ាន់កង់ Platinum គឺ21អ៊ីងបាទមានឈ្នាន់ចំហៀងដូចគ្នាបេះបិទបាទតែនេះគឺគេដាក់អក្សរ Platinum ខាងក្នុងរបស់ Platinum បងប្អូនគឺមានចង្កូតអេឡិចត្រូនិកកុងទ័រ digital អេក្រង់ touch screen បាទចង្កូតលេខ e-shifter អីដូចគ្នាទាំងអស់គាត់ថាពុកស្បែក Platinum គឺពណ៌ខ្មៅបងប្អូនគឺពណ៌ខ្មៅកៅអី3ជួរហើយមានដាប់ជាមួយនឹងពាក្យថា Platinum នៅឡើយនេះបាទនៅលើកៅអី passenger និង driver ណាមានកៅអីក្តៅត្រជាក់ហើយមាន memory seat បងប្អូនមាន memory seat blind spot កញ្ចក់ដោអីដូចគ្នាហើយបើខាងក្នុងរបស់ Titanium បងប្អូនខាងក្នុងពណ៌គេរៀងភ្លឺជាងបងប្អូនពណ៌គេហៅថាពណ៌រៀងពណ៌សាច់ហ៎បងប្អូនចង្កឹះលេខ e-shifter អីដូចគ្នាអេក្រង់ touch screen និយាយទៅគឺប៉ុនគ្នាទាំងអស់បងប្អូនគាត់ថាខុសការ design តិចតួចទេបាទអញ្ចឹងសម្រាប់រថយន្ត2គ្រឿងនេះបងប្អូនស្រឡាញ់មួយណាអាចបាទមកមើលឲ្យពេញចិត្តអាចដករថយន្តចេញបានភ្លាមតែម្ដងដោយសាររថយន្តរបស់យើងគឺមាននៅក្នុង stock ដូចគ្នាតម្លៃក៏ដូចគ្នាដែរ$69,900បាទទិញលុយសុទ្ធក៏បានបងផ្ដាច់សិក្សាមលក់បាន25ខែក្រុងមលក់សុទ្ធអីក៏បានដែរអញ្ចឹងតាក់ទងបងប្អូនបានដើម្បីសាកសួរព័ត៌មានលម្អិតពីរថយន្តទាំងពីរនេះណាបងប្អូន